គ្រប់ជំរាបសួរលោកតាលោកយាយលោកពងញ៉ាំបាយបងប្អូនក្មួយទាំងអស់គ្នាចាមករីករាយទូទានអាហារជុំគ្នាមួយម៉ាមីនំចប់ទៀតបងប្អូនហ្នឹងហើយកំពុងតែស្ដាប់ព្រះបន្ទូលហ្នឹងបងប្អូនហើយហេវអើយហេវដល់ពេលអញ្ចឹងទៅក៏ចុះមកស្លោស្មានតែមានបាយរដងប្តីខ្ញុំគាត់ដាំបាយពេលព្រលឹមគាត់ដាំបាយខ្លួនឯងដាំបាយហូបហើយគាត់ទៅធ្វើការវាមានសល់បាយដល់ពេលហ្នឹងអត់សល់បាយហើយក៏មិនបានបើកមើលដល់ពេលតែស្លោឆ្អិនហើយអូបាយមានណាបាយអស់អញ្ចឹងទៅនំបញ្ចុកដែលនៅសល់ហ្នឹងបងប្អូនដាក់នំបញ្ចុកទៀតប៉ុន្តែទឹកគីឡហ្នឹងទឹកគីឡដែលយើងស្លោមកបះហើយណាបងប្អូនណាចាបងប្អូននិយាយថានេះស្រស់ប្រំប្រៃតែម្ដងមានស្នេហ៍តាមថ្លៃមកមីសុំជ្រុយមីសិនមកបងប្អូននិយាយពីបន្លែបបោតែម្ដងបងប្អូនហើយមានលហុងហើយនឹងស្ពៃក្តោបសសក់ហើយនឹងគីមជីយើងនឹងឯងណែនណាហើយមែននំចុកឡប់ហើមួយខ្ញុំអូមកខែទៅមកខែខ្ញុំធុញណាបងប្អូនញ៉ៃដាក់តាមទេហើយអត់ដាក់ទេអត់យកទេខាំបងប្អូនហឡាខ្ញុំចូលចិត្តហើយដល់ពេលមកដល់នេះចាញ់ទេអាមកទេខាំហ្មងមានតែភ្លេចខ្ញុំចង់បងប្អូនតសរសៃធំចឹងហើយអង្គក៏បាយរឿងមកខ្ញុំចូលចិត្តពេលទៅខ្មែរអាបាយនេះខ្ញុំចូលចិត្តមាននឹងមិញបងប្អូនព្រោះនឹងមិញវារឹងមកពីត្រឡប់សុកនោះមានកមួយឈ្មោះកបន្លាបដៅរឹងណាអញ្ចឹងទៅធ្លាប់ហូបច្រើនឆ្នាំដល់ពេលមានគូសាបែកមកពេញម៉ែធ្វើស្រូវកូនស្រូវហើយគាត់ផ្ញើកឲ្យហូបដើរដូរគេពេញសង្កាត់ម៉ែទុនអត់ទេហូបហ្នឹងកូនពុកខ្ញុំកាត់ទៅពុកមាន2នាក់មានខ្ញុំមួយហើយបងស្រីមួយចូលចិត្តបាយរឹងកូន11នាក់បងប្អូនខូចមួយលងទឹករាល់ថ្ងៃសក់10នាក់គត់តែពោះម៉ាយ2បងមួយបងមួយប្រុស2នាក់ពោះម៉ាយអត់ប្រពន្ធបងខ្ញុំអាយុ50ជាង1បងខ្ញុំ30ជាង1អរគុណច្រើនបងប្អូនអរគុណជម្រាបលាជួបในវីដេអូក្រោយសូមជម្រាបលាបងប្អូនជាពិសេសជូនបងប្អូនស្រីដល់ឆ្នាំចាស់ដាច់ចូលឆ្នាំថ្មីណាសូមឆាប់ជួបគ្រូសាថ្មីសូមអាប់កំឡោះគ្រប់គ្នាចាសូមជម្រាបលាបង